អង្គសាឡាតគឺជាព្រះច័ន្ទដ៏តូចមួយរបស់ភពសៅរ៍ដោយមានទំហំត្រឹមតែប្រមាណជា500គីឡូម៉ែត្រប៉ុណ្ណោះពូលគឺតូចជាងព្រះច័ន្ទរបស់យើងដល់ទៅជាង3ដងឯណោះកាលពីពេលកន្លងមកគេមិនសូវជាដឹងអ្វីច្រើនប៉ុន្មាននោះទេអំពីអង្គសាឡាតក៏ប៉ុន្តែនៅពេលដែលយាន Voyager ហោះកាត់ភពសៅរ៍កាលពីឆ្នាំ1980និងឆ្នាំ1981គេបានសង្កេតឃើញលក្ខណៈដ៏ចម្លែកមួយគឺអង្គសាឡាតនេះជាព្រះច័ន្ទដែលមានពណ៌សខ្លាំងហើយចាំងពន្លឺខ្លាំងជាងភពនិងព្រះច័ន្ទណានាផ្សេងទៀតទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងទោះជាយ៉ាងណាគេក៏នៅមិនសូវជាផ្ដោតអារម្មណ៍ខ្លាំងប៉ុន្មាននោះដែរទៅលើអង្គសាឡាតហើយនៅឆ្នាំ1997នៅពេលដែលទីភ្នាក់ងារ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុបបាញ់បង្ហោះយានគ្មានមនុស្សបើកឲ្យទៅសិក្សាអំពីភពសៅរ៍ចំណុចដែលគេផ្ដោតការចាប់អារម្មណ៍ខ្លាំងនៅពេលនោះក៏មិនមែនអង្គសាឡាតនោះដែរគឺផ្ដោតទៅលើព្រះច័ន្ទមួយផ្សេងទៀតគឺទីតង់ក៏ប៉ុន្តែអ្វីត្រូវប្រែប្រួលនៅក្រោយពេលដែលកាស៊ីនីធ្វើដំណើរទៅដល់ភពសៅរ៍នៅឆ្នាំ2004នៅដើមឆ្នាំ2005ក្រោយពេលដែលបានបញ្ជូនកូនយាន Huygens ឲ្យទៅចុះចតនៅលើទីតង់រួចហើយយានកាស៊ីនីនៅបន្តហោះនៅក្នុងគន្លងតារាវិថីរបស់ភពសៅរ៍ហើយនៅខែកក្កដាឆ្នាំដដែលនោះនៅពេលហោះកាត់ក្បែរអង្គសាឡាតកាស៊ីនីបានបង្វែរកាមេរ៉ាហើយផ្ដិតយករូបភាពយ៉ាងច្បាស់មួយរបស់អង្គសាឡាតបញ្ជូនមកកាន់ភពផែនដីរបស់យើងនៅពេលដែលអ្នកវិទ្យាសាស្ត្របានឃើញរូបភាពនេះគ្រប់អ្វីដែលគេធ្លាប់គិតអំពីអង្គសាឡាតកាលពីមុនត្រូវផ្លាស់ប្ដូរទាំងស្រុងដែលគេសង្កេតឃើញថាចេញពីអង្គសាឡាតដែលជាព្រះច័ន្ទមួយស្រោបជុំចិត្តទៅដល់ផ្ទាំងទឹកកកនោះបែរជាមានចំហាយទឹកដែលបាចសាច់ចេញរហូតដល់ទៅចម្ងាយរាប់រយគីឡូម៉ែត្រទៅក្នុងទីអវកាសនៅពេលនោះហើយដែលគោលដៅនៃបេសកកម្មរបស់កាស៊ីនីត្រូវបានផ្លាស់ប្ដូរទាំងស្រុងដោយអ្នកវិទ្យាសាស្ត្របានងាកមកផ្ដោតអធិភាពទៅលើការដោះស្រាយចម្ងល់ជាច្រើនជុំវិញអង្គសាឡាតសំណួរដ៏ចម្បងដែលគេនាំគ្នាចោទសួរនៅពេលនោះគឺថាតើចំហាយដែលចេញពីអង្គសាឡាតនេះគឺជាអ្វីពិតប្រាកដតើវាជាម៉ូលេគុលទឹកឬក៏ជាសារធាតុអ្វីផ្សេងហើយហេតុអ្វីបានជាព្រះច័ន្ទដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់ទៅដក200អង្សាហើយស្រោបជុំចិត្តទៅដោយផ្ទាំងទឹកកកបែរជាអាចបាញ់ចំហាយទឹកចេញទៅរាប់រយគីឡូម៉ែត្រក្នុងទីអវកាសបានបែបនេះទៅវិញដើម្បីដោះស្រាយចម្ងល់ទាំងនេះយានកាស៊ីនីបានហោះកាត់ក្បែរអង្គសាឡាតជាច្រើនលើកហើយទិន្នន័យដែលកាស៊ីនីប្រមូលបាននេះអាចឲ្យអ្នកវិទ្យាសាស្ត្របញ្ជាក់បានយ៉ាងច្បាស់ថាចំហាយដែលភាយចេញពីអង្គសាឡាតនេះគឺពិតជាចំហាយទឹកហើយចំហាយទឹកនេះវាមិនមែនភាយចេញពីផ្ទាំងទឹកកកនៅផ្នែកខាងលើនៃផ្ទៃដីរបស់អង្គសាឡាតនោះទេក៏ប៉ុន្តែវាភាយចេញពីទឹករាវដែលស្ថិតនៅពីខាងក្រោមផ្ទាំងទឹកកកតើហេតុអ្វីបានជាព្រះច័ន្ទដែលស្ថិតនៅយ៉ាងឆ្ងាយពីព្រះអាទិត្យហើយស្រោបជុំចិត្តទៅដល់ផ្ទាំងទឹកកកបែរជាអាចមានទឹករាវនៅខាងក្រោមបែបនេះទៅវិញសម្រាប់អ្នកវិទ្យាសាស្ត្រប្រភពធម្មពលដែលធ្វើឲ្យសីតុណ្ហភាពនៅក្រោមផ្ទាំងទឹកកកអង្គសាឡាតកើនឡើងហើយអាចឲ្យទឹកស្ថិតនៅជាសភាពរាវបាននេះគឺវាមិនមែនមកពីកម្ដៅនៃព្រះអាទិត្យនោះទេផ្ទុយទៅវិញគឺវាចេញពីឥទ្ធិពលនៃកម្លាំងទំនាញរបស់ភពសៅរ៍នៅលើភពផែនដីរបស់យើងគេអាចសង្កេតឃើញយន្តការស្រដៀងគ្នានេះតាមរយៈបាតុភូតទឹកជោនិងទឹកញៀចដែលបង្កឡើងដោយឥទ្ធិពលនៃកម្លាំងទំនាញរបស់ព្រះច័ន្ទមកលើទឹកសមុទ្រកម្លាំងទំនាញរបស់ព្រះច័ន្ទនេះធ្វើឲ្យផ្ទៃទឹកសមុទ្រដែលស្ថិតនៅប៉ែកខាងព្រះច័ន្ទត្រូវប៉ោងឡើងហើយដោយសារតែផែនដីវិលជុំវិញខ្លួនឯង24ម៉ោងក្នុងមួយថ្ងៃដូច្នេះតំបន់ណាដែលវិលទៅដល់ខាងព្រះច័ន្ទផ្ទៃទឹកសមុទ្រក៏ត្រូវប៉ោងឡើងបង្កើតទៅជាបាតុភូតទឹកជោហើយនៅពេលដែលតំបន់នោះវិលទៅផុតពីខ្សែទំនាញនៃព្រះច័ន្ទផ្ទៃទឹកសមុទ្រក៏ធ្លាក់ចុះទាបមកវិញហើយបង្កើតទៅជាបាតុភូតទឹកញៀចអង្គសាឡាតក៏ទទួលរងនឹងឥទ្ធិពលកម្លាំងទំនាញនៅក្នុងយន្តការដូចគ្នានេះដែរគឺឥទ្ធិពលនៃកម្លាំងទំនាញរបស់ភពសៅរ៍ហើយដោយសារតែភពសៅរ៍នេះគឺជាភពធំហើយមានម៉ាស់ធំជាងព្រះច័ន្ទរបស់យើងរហូតដល់ទៅជាង7000ដងដូច្នេះកម្លាំងទំនាញរបស់ភពសៅរ៍ទៅលើអង្គសាឡាតក៏វាមានឥទ្ធិពលយ៉ាងខ្លាំងធ្វើឲ្យទម្រង់របស់អង្គសាឡាតនេះត្រូវប្រែប្រួលខ្លាំងទៅតាមដំណើររបស់អង្គសាឡាតនៅក្នុងគន្លងតារាវិថីជុំវិញភពសៅរ៍យន្តការនេះហើយដែលបង្កើតជាចលនានិងកម្លាំងកកិតនៅក្នុងសន្តានដីរបស់អង្គសាឡាតហើយបង្កើតទៅជាកម្ដៅធ្វើឲ្យទឹកនៅខាងក្រោមផ្ទាំងទឹកកកត្រូវស្ថិតនៅក្នុងសភាពរាវតែក៏ពិតទៅការសិក្សាទៅលើទិន្នន័យដែលបានពីយានកាស៊ីនីមិនត្រឹមតែបង្ហាញថាអង្គសាឡាតនេះមានទឹករាវនៅខាងក្រោមផ្ទាំងទឹកកកនោះទេក៏ប៉ុន្តែទឹករាវនេះគឺមានបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយលើសពីនេះទៅទៀតនៅពេលដែលកាស៊ីនីហោះកាត់ចំហាយទឹកដែលភាយចេញពីអង្គសាឡាតនេះកាស៊ីនីបានរកឃើញថានៅក្នុងទឹកនេះមានជាតិអំបិលដែលស្រដៀងគ្នាទៅនឹងទឹកសមុទ្រនៅលើភពផែនដីរបស់យើងនិយាយជារួមទៅនៅពីក្រោមផ្ទាំងទឹកកករបស់អង្គសាឡាត
គឺមានមហាសមុទ្រដ៏ធំល្វឹងល្វើយដែលនៅកន្លែងខ្លះមហាសមុទ្រនេះមានជម្រៅជ្រៅរហូតដល់ទៅប្រមាណជា10គីឡូម៉ែត្រឯណោះហើយសម្រាប់ NASA នេះវាគឺជារបបកំហឹងដ៏សំខាន់បំផុតមួយពីព្រោះថានៅលើភពផែនដីរបស់យើងនេះគេសង្កេតឃើញថានៅទីណាដែលមានទឹករាវនៅទីនោះគឺមានជីវិតដូច្នេះនៅក្នុងការស្វែងរកជីវិតក្រៅភពក៏ដូចគ្នានេះដែរទីណាដែលមានវត្តមានទឹករាវទីនោះវាគឺជាទីតាំងដែលគេកំណត់ថាជាអាទិភាពនៃការរកតម្រូវជីវិតជាការប៉ុណ្ណាថារហូតមកទល់នឹងសប្តាហ៍នេះគេនៅមិនទាន់ឃើញភស្តុតាងណាមួយដែលអាចបញ្ជាក់ថានៅលើអង្សឡាននេះមានជីវិតនៅក្នុងទម្រង់ណាមួយនោះទេក៏ប៉ុន្តែគិតត្រឹមឆ្នាំ2017កន្លងទៅនេះការវិភាគទៅលើទិន្នន័យរបស់កេស៊ីនីអាចឲ្យអ្នកវិទ្យាសាស្ត្រសន្និដ្ឋានបានជាទូទៅថាមហាសមុទ្ររបស់អង្សឡាននេះគឺមានលក្ខណៈស្រដៀងគ្នាច្រើនទៅនឹងមហាសមុទ្រនៅលើភពផែនដីរបស់យើងហើយវាអាចមានលក្ខខណ្ឌអំណោយផលសម្រាប់ការរីកលូតលាស់នៃជីវិត